របៀបបិទ email មិនឲ្យទទួល email ពីខាងក្រៅពី domain ផ្សេងឬក៏ send email ទៅឲ្យ domain ផ្សេងមានន័យថា World Wide Web Manager មកយកនារីដដែលសិក្សាទៅ restriction អញ្ចឹងនៅត្រង់ restriction នឹងចែកចេញជាពីរគឺ inbound មានន័យថា mail ដែល send ចូលមក outbound mail ដែល send ចេញទៅអញ្ចឹងយើងធីកកន្លែងនឹងមួយមានន័យថា this account มันអាច receive mail ពី outside world អញ្ចឹងឧទាហរណ៍ domain របស់យើងគឺ RUPP ឧទាហរណ៍ខ្ញុំមានមួយឈ្មោះថា dara@yahoo.com អញ្ចឹងមានន័យថាឲ្យថា dara@yahoo.com send មកឲ្យគឺវាអត់ទទួលទេ send អត់ចូលទេឬក៏សំណាង add ចឹងអត់សំណាង add online.com នឹងអីក៏ send ចូលដែរចឹងកន្លែងនេះមានន័យថាឲ្យតែ domain ជា Yahoo ចឹងឈ្មោះពីមុខគឺមិនសំខាន់ខាងក្រោយនេះឲ្យតែកន្ទុយ Yahoo គឺ send ចូលទាំងអស់អត់ទទួលក្រៅហ្នឹងចូលតែខុសពីកន្លែងនេះវិញកន្លែងនេះបើសិនយើងដាក់ថាចឹងឲ្យតែយើង send ទៅតាមវាឲ្យ domain Yahoo កន្ទុយគឺ send អត់ចេញទេចឹងឲ្យ send ឈ្មោះថា bo@ctn.com អីក៏អត់ចេញដែរចឹងត្រង់កន្លែង restrict ហ្នឹងត្រូវបានបិទមិនឲ្យទទួលចូលហើយនឹងបិទមិនឲ្យទទួលចេញតាក់តងទៅនឹងទៅ level wide web ចឹងក្នុងការបិទ email ដែលមិនឲ្យ send ចេញ send ចូលត្រូវបានបញ្ចប់